ព្រឹត្តិការណ៍ភ្នំពេញ Designer Week បានវិលត្រឡប់មកជួបទស្សនិកជនជាថ្មីម្ដងទៀតដើម្បីជួបជុំអ្នកច្នៃម៉ូដល្បីៗនៅក្នុងរដូវស្លឹកឈើជ្រុះនិងរដូវរងាក្រោមប្រធានបទ Ode to the Wonder នៅក្នុងឆ្នាំនេះកាន់តែប្លែកនិងអស្ចារ្យជាងរាល់ដងព្រឹត្តិការណ៍ភ្នំពេញ Designer Week តែងតែរៀបចំឡើង2ដងក្នុងមួយឆ្នាំដើម្បីជួបជុំអ្នកច្នៃម៉ូដល្បីៗនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីការប្រកាសនិងបង្ហាញវត្តមានអ្នកច្នៃម៉ូដល្បីៗនៅក្នុងកម្មវិធីភ្នំពេញ Designer Week កាលពីថ្ងៃទី25 តុលាកន្លងទៅនេះអ្នករៀបចំកម្មវិធីបានបញ្ជាក់ប្រាប់ថាព្រឹត្តិការណ៍ភ្នំពេញ Designer Week ឬ PPDW នឹងរៀបចំបង្ហាញស្នាដៃអ្នកច្នៃម៉ូដល្បីៗរបស់ខ្លួននៅថ្ងៃទី6ខែធ្នូខាងមុខនៅសន្តាគារ Oakwood Premier ភ្នំពេញដោយក្នុងឆ្នាំនេះនឹងធ្វើឡើងក្រោមប្រធានបទ Ode to the Wonder ប្រធានបទនៅក្នុងឆ្នាំនេះមានឈ្មោះថា Ode to the Wonder សម្រាប់អ្នករចនាម៉ូដសម្លៀកបំពាក់បុរសរួមមានអ្នកច្នៃម៉ូដ Troy Taylor Don Protasio និង Everman ដែលជាតួអង្គសំខាន់នៅក្នុងឆាករចនាម៉ូដសម្លៀកបំពាក់បុរសដ៏ប្រណិតសម្រាប់បុរសទាន់សម័យចំណែកឯឈុតសម្រាប់នារីវិញនឹងមានការបង្ហាញម៉ូដពីការប្រមូលផ្ដុំរបស់ម៉ាក AND Samaran និង Kim ដែលជាការច្នៃម៉ូដសម្លៀកបំពាក់ដែលឆើតឆាយនិងទន់ភ្លន់តាមស្ទីលបែបនារីសម្រាប់ខ្ញុំលើ set នៅលើខ្លួនរបស់ខ្ញុំនេះខ្ញុំពាក់មកគឺប្លែកខ្លាំងមែនតើពាក់មកមានអារម្មណ៍ថាខ្លួនឯង like ដូចម្ចាស់ស្ត្រីតែម្ដងមានអារម្មណ៍ថាស្អាតពាក់ចេញមក confident ហើយមាន energy ខ្លាំងមែនតើសម្រាប់ខ្ញុំជាលើកទី1តែគ្រាន់តែរាល់ដងខ្ញុំបានចូលរួមជាភ្ញៀវកិត្តិយសបងសម្រាប់ខ្ញុំវិញគឺខ្ញុំសប្បាយចិត្តមែនតើដែលខ្ញុំបានចូលរួមព្រឹត្តិការណ៍មួយនេះហើយសម្រាប់ខ្ញុំចង់ផ្ដាំជូនទៅបងខែស្រឡាញ់វិស័យ fashion ខ្ញុំមានតែលើកទឹកចិត្តបងខ្លាំងមែនតើថាបងទាំងអស់គ្នាគួរតែខំប្រឹងមែនតើនៅក្នុងវិស័យ fashion មួយនេះដែលថាវិស័យ fashion មួយនេះឥឡូវនៅស្រុកខ្មែររបស់យើងគឺទលំទលាយខ្លាំងមែនតើអញ្ចឹងបងទាំងអស់គ្នាគួរតែចាប់ឱកាសមួយនេះបើមានឱកាសបងទាំងអស់គ្នាកុំភ្លេចចូលរួមជាមួយនឹងភ្នំពេញ Design Week ទាំងអស់គ្នាទៅទៅយើងតែងតែបង្ហាញស្នាដៃនិងភាពច្នៃប្រឌិតរបស់យើងជាមួយនឹង PPDW រាល់ឆ្នាំហើយនៅក្នុងឆ្នាំនេះដែរយើងព្យាយាមនាំនៅអ្វីថ្មីដើម្បីបង្ហាញទៅទស្សនិកជនជាពិសេសភ្ញៀវរបស់យើងដែលគាត់តែងតែគាំទ្រហើយស្នាដៃសានេះយើង inspire ពីខាងស្រីលង្កាដោយសារយើងទៅខាងនោះហើយយើងនាំរបៀបកណាត់ ethnic ខាងនោះមកយើង combine ជាមួយនឹងខ្មែររបស់យើងដែរធ្វើជា collection មួយដោយសារយើងគិតថាជារាល់ឆ្នាំយើងធ្វើ collection ពីសូត្រខ្មែរពីអំបោះខ្មែរហើយឆ្នាំនេះយើងចង់នាំស្នាដៃថ្មីពីខាងក្រៅមកវិញប៉ុន្តែយើងនៅបង្ហាញរចនាប័ទ្មបែបខ្មែរដែរoutfit របស់ខ្ញុំឆ្នាំនេះប្រហែលជា17 outfit អញ្ចឹងប្រហែលជាមួយ outfit 3ទៅ4 piece អញ្ចឹងវារៀងច្រើនដែរដោយសារមួយរយៈមុនខ្ញុំបានមានការងាររវល់ជាមួយការងារផ្សេងខាងក្រៅអញ្ចឹងទៅក៏បានខកខានជាមួយកម្មវិធីនឹងច្រើនឆ្នាំកន្លងមកអញ្ចឹងក្រោយមកឥឡូវហ្នឹងការងារខាងនោះវាធូរស្បើយទៅក៏នឹកឃើញចង់វិលត្រឡប់មកវិញដើម្បីខ្លាចថាបងប្អូនទាំងអស់គ្នាផ្លាច់ភ្លេចមុខ designer ម្នាក់សម្រាប់ឆ្នាំនេះ concept គឺផ្លែកជាងលើកមុន concept សម្រាប់ឆ្នាំនេះគឺនិយាយអំពីគេហៅជីវិតរាត្រីពេលរាត្រីសម្រាប់នៅក្នុងរោងមហោស្រពនៃការរំរបាំសម្ដែងសូររបៀបនេះឯងបាទជាអរិយធម៌បែបបច្ចឹមប្រទេសសម្រាប់ឆ្នាំនេះក៏ដូចជារាល់ឆ្នាំធម្មតាខ្ញុំបានត្រៀមឈុតសម្លៀកបំពាក់ចំនួន15ឈុតអានេះវាជាវាថាបើនិយាយទៅវាជាអរិយធម៌ខាងប្រចាំប្រទេសទេប៉ុន្តែអញ្ចឹងទៅខ្ញុំក៏បានដោយសារខ្ញុំធ្វើរបៀបជាលក្ខណៈជាខ្មែរយើងមករហូតជាច្រើនអញ្ចឹងទៅដូចថាខ្ញុំចង់ឲ្យផ្លាស់ប្ដូរខ្លួនឯងម្ដងឲ្យធ្វើអ្វីឲ្យប្លែកកុំឲ្យដដែលដើម្បីកុំឲ្យដូចជាអតិថិជនឬក៏ជាដែលខ្ញុំនឹងគាត់ថាយើងមានរសជាតិអត់ផ្លាស់ប្ដូរខ្ញុំមានចំណាប់អារម្មណ៍ថាសប្បាយចិត្តមែនទែនបងលើកនេះដែលជា first time ដែលជា news របស់ Ryan ហើយក៏ខ្ញុំបានដើរ PPDW ប្រហែលជា2 ម្ដងដែរបងតែជា first time របស់ខ្ញុំតែធ្វើជា news របស់គាត់ collection គាត់ខ្ញុំធ្លាប់ឃើញច្រើនបងព្រោះខ្ញុំបានដើរគាត់2 ម្ដងរួចហើយបងហើយ collection គាត់គឺស្អាតមែនទែនពេញចិត្តបងព្រោះពីច្រើនលើកនេះរៀងប្លែកពួកគាត់ថតដងគាត់ធ្វើជា colorful តែលើកនេះគាត់ធ្វើជាសាច់កបោយ denim បងបាទអញ្ចឹងទៅវាប្លែកថ្ងៃនេះគឺជាការជួបជុំអ្នកច្នៃម៉ូដរៀបចំដោយ Fashion Designer Week កម្ពុជាយើងនេះនៅភ្នំពេញហ្នឹងហើយដល់ពេលចឹងទៅមានអារម្មណ៍ថាសប្បាយរីករាយដោយសារថាមើលទៅសន្ទុះនៃ fashion នៃស្រុកយើងនៅទីក្រុងភ្នំពេញយើងគឺថា
ដើរលឿនមែនតើនិយាយទៅក្រុមហ៊ុន Fashion Designer Week ហ្នឹងគឺគាត់រៀបចំបានល្អហើយគាត់បានរកកន្លែងប្លែកហើយទំនើបដើម្បីឲ្យទាន់សម័យដើម្បីឲ្យស៊ីកន្លែងដើម្បីស៊ីជាមួយនឹងការដើរម៉ូដផងនឹងគាត់បានរកកន្លែងល្អហើយការរៀបចំគាត់លក្ខណៈស្តង់ដារអន្តរជាតិមានតែអ្នកកាសែតជាតិនិងអន្តរជាតិនិយាយរួមបើនិយាយពី model វិញគ្រប់ស្តង់ដារទាំងអស់ហើយគាត់បានរៀបចំកម្មវិធីជ្រើសរើស model ហ្នឹងលក្ខណៈបើនិយាយទៅស្តង់ដារអន្តរជាតិអញ្ចឹងដោយសារបងធ្លាប់នៅបរទេសទៅរៀននៅបរទេសយើងមើលស្តង់ដាររបស់គាត់យើងទទួលយកបានច្រើនមែនតើ គួរចាប់ផងដែរថាភ្នំពេញ Designer Week គឺជាព្រឹត្តិការណ៍ជួបជុំអ្នកច្នៃម៉ូដជាតិនិងអន្តរជាតិដែលរៀបចំឡើងចំនួន2ដងក្នុងមួយឆ្នាំការដើរបង្ហាញម៉ូដទាំងនេះនឹងក្លាយទៅជាការអបអរសាទរដ៏អស្ចារ្យនៃភាពច្នៃប្រឌិតនិងការបញ្ចេញមតិផ្ទាល់ខ្លួនជាមួយនឹងការរចនាម៉ូដដែលចាប់ពីភាពឆើតឆាយប្រចាំថ្ងៃរហូតដល់ការបង្កើតម៉ូដបែប Avant-garde ព្រឹត្តិការណ៍ភ្នំពេញ Designer Week ត្រូវបានឧបត្ថម្ភដោយ Fashion Lab, Oxford Premium ភ្នំពេញ Minerva TV និង Serin